កំណងនគរបាលប៉ុស្តិ៍កគីខត់ខ្លួនជនសង្ស័យម្នាក់ករណីលួចចេញកាលពីថ្ងៃទី21ខែឧសភាឆ្នាំ2023វេលាម៉ោង 18:30 នាទីចំណុចកាត់ហេតុស្ថិតនៅភូមិតារៀបដូនសឃុំកគីស្រុកគិនស្វាយខេត្តកណ្ដាលជនរងគ្រោះមានម្នាក់ឈ្មោះជួនធីរ៉ាភេទប្រុសអាយុ32ឆ្នាំជនជាតិខ្មែរមុខរបរបេនឡាជៀនមានទីលំនៅនៅភូមិតារៀបដូនសឃុំកគីស្រុកគិនស្វាយខេត្តកណ្ដាលជនសង្ស័យម្នាក់មានឈ្មោះនាងរដ្ឋាភេទប្រុសអាយុ33ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដមានទីលំនៅនៅភូមិទួលថ្នោតឃុំកគីស្រុកគិនស្វាយខេត្តកណ្ដាលជាមុខសញ្ញាលួចសកម្មត្រូវបានឃាត់ខ្លួនវត្ថុតាងចាប់យកទី1ចេក3ស្ទងទី2កង់ប្រាក់អាគុយចំនួន1ពណ៌លឿងទី3ផ្លែនាគដៃចំនួន1ប្រវែង3តឹងបើតាមសមត្ថកិច្ចថានៅថ្ងៃខែឆ្នាំដដែលវេលាម៉ោងខាងលើជនសង្ស័យបានជិះកង់អាគុយចេញពីផ្ទះរបស់ខ្លួនទៅចំការជ័យជនរងគ្រោះស្ថិតនៅភូមិតារៀបដូនសឃុំកគីស្រុកគិនស្វាយខេត្តកណ្ដាលដើម្បីលួចកាប់ចេកបន្ទាប់មកជនសង្ស័យលួចកាប់ចេករបស់ជនរងគ្រោះចំនួន3ស្ទងរួចយួរចេញមកទុកនៅដីមួយកន្លែងមិនស្គាល់ម្ចាស់មានចម្ងាយប្រហែល40ម៉ែត្រភ្លាមនោះជនរងគ្រោះឃើញក៏សួរនាំថាឯងមកពីណាមិនបានមកកាប់ចេកខ្ញុំពេលនោះជនរងគ្រោះទេទូរស័ព្ទដៃសួរម្ដាយថាមានឲ្យគេមកកាប់ចេកនៅចំការអត់ម្ដាយបានឆ្លើយថាអត់មានទេបន្ទាប់មកជនរងគ្រោះរួមជាមួយបងប្អូនបាននាំគ្នាឃាត់ខ្លួនជនសង្ស័យឬក៏ទូរស័ព្ទប្តឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍កគីភ្លាមនោះកម្លាំងនគរបាលប៉ុស្តិ៍កគីបានចុះទៅដល់កន្លែងកាត់ហេតុឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាងយកទៅប៉ុស្តិ៍ដើម្បីធ្វើការសាកសួរនៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថាខ្លួនប្រើប្រាស់គ្រឿងញៀនរួចបានចេញទៅធ្វើសកម្មភាពលួចរហូតបានសម្រាប់ចំនួន5លើកទី1នៅថ្ងៃខែបញ្ចាំឆ្នាំ2023លួចកាប់ចេករបស់ប្រជាពលរដ្ឋបានចំនួន8ដងកន្លែងផ្សេងគ្នាស្ថិតនៅភូមិតារៀបដូនសឃុំកគីស្រុកគិនស្វាយខេត្តកណ្ដាលទី2នៅថ្ងៃបញ្ចាំខែកុម្ភៈឆ្នាំ2023លួចកាប់ចេកប្រជាពលរដ្ឋបានចំនួន3ដងកន្លែងផ្សេងគ្នាស្ថិតនៅភូមិចិនកោះឃុំកគីស្រុកគិនស្វាយខេត្តកណ្ដាលទី3នៅថ្ងៃបញ្ចាំខែកុម្ភៈឆ្នាំ2023លួចកាប់ចេកប្រជាពលរដ្ឋចំនួន3កន្លែងផ្សេងគ្នាស្ថិតនៅភូមិដូនសឃុំកគីស្រុកគិនស្វាយខេត្តកណ្ដាលលើកទី4នៅថ្ងៃទី21ខែកុម្ភៈឆ្នាំ2023លួចកាប់ចេករបស់ប្រជាពលរដ្ឋស្ថិតនៅភូមិតារៀបដូនសឃុំកគីស្រុកគិនស្វាយខេត្តកណ្ដាលក្រោយពីនាំខ្លួនជនសង្ស័យរួមទាំងវត្ថុតាងបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកគិនស្វាយដើម្បីបន្តតាមនីតិវិធីផ្លូវច្បាប់